នេះជាវីដេអូទី2ហើយដែលនាងខ្ញុំបានចែករំលែកបងប្អូនអំពី public charge ឬក៏បន្ទុកសាធារណៈចាសម្រាប់បងប្អូនដែលមានបំណងដាក់ពាក្យទិដ្ឋាការទៅរស់នៅចន្ទ្រៃនៅសហរដ្ឋអាមេរិកទាំងគ្រួសារជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំចរិយានាងខ្ញុំមកពីក្រុមហ៊ុន eSupport Immigration ចាវីដេអូនេះដែរនាងខ្ញុំចង់លើកឡើង3ចំណុចជូនបងប្អូនបញ្ជាក់បន្ថែមទៅលើ public charge និងបន្ទុកសាធារណៈនេះចំណុចទី1តើបន្ទុកសាធារណៈឬក៏បន្ទុករដ្ឋាភិបាលមានអត្ថន័យដូចម្ដេចចំណុចទី2តើអ្វីទៅជាលក្ខណៈវិនិច្ឆ័យដែលជាសក្តានុពលភាពអាចរារាំងក្នុងការដែលបងប្អូននឹងទទួលបានទិដ្ឋាការតាក់ទងទៅនឹង public charge នេះឬក៏បន្ទុកសាធារណៈនេះចាចំណុចទី3តើបងប្អូនគួរធ្វើដូចម្ដេចឥឡូវយើងភាសាលើចំណុចទី1តើបន្ទុករដ្ឋាភិបាលឬក៏បន្ទុកសាធារណៈមានន័យដូចម្ដេចបន្ទុកសាធារណៈសំដៅទៅលើបុគ្គលដែលពុំមែនជាពលរដ្ឋអាមេរិកដែលជាបុគ្គលពឹងផ្អែកជាចម្បងទៅលើការស្នើសុំជំនួយពីរដ្ឋាភិបាលអាមេរិកសូមបងប្អូនធ្វើការយល់ដឹងបន្ថែមនិងស្វែងយល់តើអ្វីទៅដែលរាប់បញ្ចូលជាបន្ទុករបស់រដ្ឋាភិបាលអាមេរិកព្រមទាំងត្រៀមភស្តុតាងឲ្យបានគ្រប់គ្រាន់សម្រាប់ការសម្ភាសទិដ្ឋាការរបស់បងប្អូនដើម្បីបញ្ជាក់ពីលទ្ធភាពលើការគ្រប់គ្រងខ្លួនឯងនិងបង្ហាញថាបងប្អូននឹងមិនពឹងផ្អែកទៅលើផលប្រយោជន៍សាធារណៈរបស់ពលរដ្ឋអាមេរិកចំណុចទី2តើអ្វីជាលក្ខណៈវិនិច្ឆ័យដែលជាសក្តានុពលភាពអាចរារាំងបងប្អូនចាក្នុងការទទួលបានទិដ្ឋាការតាក់ទងទៅនឹងបន្ទុកសាធារណៈចាចំណុចទាំងអស់នោះមានដូចជាការខកខានក្នុងការផ្ដល់លិខិតស្នាមនានាបញ្ជាក់ថាបងប្អូនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងខ្លួនឯងចាដូចជាអសមត្ថភាពក្នុងការបង្ហាញថាបងប្អូនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ឬក៏បងប្អូនខ្វះអ្នក sponsor ដែលអ្នក sponsor បងប្អូនគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការ sponsor បងប្អូនដើម្បីទៅរស់នៅសហរដ្ឋអាមេរិកវាជាហេតុផលចម្បងសម្រាប់ការបដិសេធទិដ្ឋាការរបស់បងប្អូនចា៎មួយទៀតគឺតកតងមួយលទ្ធភាពនៃការពឹងផ្អែកទៅលើបន្ទុកសាធារណៈរបស់បងប្អូននាពេលអនាគតមន្ត្រីកុងស៊ុលអាចកំណត់ថាបងប្អូនទំនងជាអ្នកអាចក្លាយទៅជាអ្នកបន្ទុកសាធារណៈនាពេលអនាគតបើសិនបើបងប្អូនមានកម្រិតចំណូលធនធានការអប់រំឬក៏ជំនាញទាបស្រួយស្ដើងចា៎ចំណុចបន្ថែមទៀតគឺតកតងជាមួយនឹង health condition របស់បងប្អូនចា៎កាលណាបងប្អូនមានបញ្ហាសុខភាពធ្ងន់ធ្ងរមានជំងឺរ៉ាំរ៉ៃដែលគេផ្ដោតទៅលើជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែមជំងឺបេះដូងជំងឺរបេងជំងឺមហារីកជំងឺដែលនៅក្នុងប្រភេទឈាមរោគសញ្ញា Metabolis ចា៎ជំងឺសរសៃប្រសាទជំងឺ mental health ជាជំងឺគ្រុឌជ្រុកជាដើមចា៎ចំណុចបន្ថែមទៀតគឺបងប្អូនมันអាចប្រស័យតាក់ទងភាសាអង់គ្លេសបានជាផ្លូវការបងប្អូនមានអាយុច្រើនពេកបងប្អូនមានប្រវត្តិធ្លាប់ពឹងផ្អែកចម្បងទៅលើការស្នើសុំជំនួយពីរដ្ឋាភិបាលអាមេរិកចាបងប្អូនមិនមានថវិកាគ្រប់គ្រាន់គ្រប់គ្រងខ្លួនឯងនៅពេលដែលបងប្អូនទៅដល់សហរដ្ឋអាមេរិកចាចំណុចទី3តើបងប្អូនគួរធ្វើដូចម្ដេចបងប្អូនត្រូវប្រកាសថាបងប្អូនមានសុខភាពល្អនិងធ្វើការត្រួតពិនិត្យសុខភាពបងប្អូនជាប្រចាំបងប្អូនត្រូវតែនៅក្នុងបន្ទុកខ្លួនឯងដោយមិនពឹងពាក់ទៅលើបន្ទុករដ្ឋាភិបាលអាមេរិកបងប្អូនគួរតែសន្សំប្រាក់ឲ្យបានច្រើនតាមដែលបងប្អូនអាចធ្វើបានក្នុងកំឡុងពេលដែលបងប្អូនដាក់ពាក្យទិដ្ឋាការរបស់បងប្អូនគួរតែអាចបញ្ជាក់ពីចំណូលឬក៏ការសន្សំរបស់បងប្អូនឲ្យបានច្រើនដូចពី 125% នៃបន្ទាត់នៃភាពក្រីក្រស្មើនឹង $47,000 ក្នុងមួយឆ្នាំដោយផ្អែកទៅលើអត្រាឆ្នាំ2025សម្រាប់បងប្អូនដែលមានបុត្រធីតា2នាក់ចា៎បងប្អូនត្រូវរក្សាភាពស្ងៀមស្ងាត់បន្តដំណើរការដាក់ពាក្យរបស់បងប្អូនទៅលើកម្មវិធីទិដ្ឋាការនានាដែលបងប្អូនកំពុងដាក់តាមដានព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលអាមេរិកជៀសវាងព័ត៌មានមិនពិតតាមប្រព័ន្ធផ្សព្វផ្សាយនានាចា៎ពីគ្រោះយោបល់ជាមួយនឹងអ្នកជំនាញផ្នែកអន្តោប្រវេសន៍របស់បងប្អូនមុនពេលធ្វើការសម្រេចចិត្តណាមួយចា៎សម្រាប់ eSupport Immigration នៅតែបន្តបដិញ្ញាចិត្តនិងផ្ដល់ព័ត៌មានដល់បងប្អូនដោយមានទំនុកចិត្តត្រឹមត្រូវជាក់លាក់និងផ្ដល់យុទ្ធសាស្ត្រគ្រប់ជំហានមួយក្នុងការដាក់ពាក្យទិដ្ឋាការរបស់បងប្អូនចា៎សម្រាប់ព័ត៌មានលម្អិតបងប្អូនអាចធ្វើការទំនាក់ទំនងមកក្រុមហ៊ុន eSupport Immigration នៅថ្ងៃនេះដើម្បីទទួលការប្រឹក្សាយោបល់ដោយឥតគិតថ្លៃចា៎អរគុណច្រើនចា៎ជំរាបលា